នេះគឺជាសាលាចារឹកបង្ក្រាបប្រលឹងដោយណេឆេងយ៉ងតារាស្រីបរិសុទ្ធចំនួនទី3ឡានជូសមរភូមិណែនជីពោពេញដោយអ្នកស្លាប់និងរបួសធ្នូត្រូវបានសាងសង់ឡើងនៅទីនេះទីក្រុងដែលទាហានត្រូវបានបញ្ចុះសបានសាងសង់វិមានមួយការគោរពប្រលឹងព្រះម្ចាស់ផ្កាយពុកសមុទ្រចុងបញ្ចប់ដូច្នេះនេះជាកន្លែងតែមួយគត់ដែលខ្ញុំអាចផ្ញើវាបានសមុទ្រនេបូឡាមិនស្វាគមន៍អ្នកខាងក្រៅទេជាពិសេសមនុស្សមិនស្វាគមន៍ឋានសុខទេមនុស្សនៅមាត់ទ្វារម៉ាស៊ីនកំពុងពឹងផ្អែកលើអ្នកសូមអរគុណស៊ឺខេងសេឯដឺស៊ូននៃសមុទ្រពុកកាយតើអ្នកស្គាល់ឆេងលិនយ៉ាហ្គៃទេតើប៊ីតមានន័យដូចម្ដេចខ្ញុំមានសិទ្ធិទទួលមរតករបស់ពួកបរិសុទ្ធឋានៈរបស់ស្ត្រីបរិសុទ្ធមិនត្រូវបានកំណត់ដោយមនុស្សម្នាក់ទេខ្សែត្បូងជីតាមួយគឺគ្រប់គ្រាន់ដើម្បីឲ្យអ្នកស្គាល់ស្បែកបានសម្រាប់ឋានៈជាពួកបរិសុទ្ធទេក្នុងចំណោមអ្នកដែលប្រឡងជាប់តិចជាម្នាក់ក្នុងចំណោម10នាក់នឹងធ្លាក់ខ្ញុំដឹងថាវាជាការស្លាប់ឬពីការភាពអចិន្ត្រៃយ៍ប៉ុន្តែគ្មានផ្លូវចេញទេភាពភ័យរន្ធត់ខាងក្នុងនៃនេបូឡាខ្ញុំខ្លាចថាមានមនុស្សមិនចង់ឲ្យខ្ញុំរស់នៅមិនអីទេព្រោះអ្នកបានស្ម័គ្រចិត្តនាំនាងទៅជាមួយទៅកាន់ព្រះបរមរាជវាំងអធិរាជកាយដើម្បីសម្រាប់យោងតាមច្បាប់ដូនតាការរៀបចំនឹងត្រូវធ្វើឡើងស្រាប់អង្គការចាស់និងព្រឹទ្ធាចារ្យយ៉ាវកងបានស្នើសុំរឿងនេះសូមមើលថ្នាំលាបដែលមានផ្កាយនៅក្នុងសមុទ្រផ្កាយត្បូងពេជ្រសាកល្បងអំណាចរបស់អៃដឺស៊ូនស៊ីនព្រះម្ចាស់ស្វាគមន៍អ្នកមកវិញពីព្រោះទ្រង់ចង់ប្រើអ្នកបានធ្វើឲ្យស្ថានភាពមានស្ថិរភាពប៉ុន្តែអ្នកផ្សេងទៀតមនុស្សអាចមិនគិតបែបនេះទេប៉ុន្តែអ្នកខ្លះអាចមិនគិតបែបនេះទេខ្ញុំនឹងឆ្លងកាត់ការកាត់ក្តីរបស់ពួកបរិសុទ្ធនៅថ្ងៃស្អែកខ្ញុំនឹងជួយអ្នកដោយសម្ងាត់ប៉ុន្តែជាប់ឬមិនជាប់អាស្រ័យលើខ្លួនឯងជាទីបំផុតចងចាំថាមានបំណែកមួយនៅបាត Angstar Element Pool ប្រសិនបើអ្នកអាចគូបំណែកផ្កាយបានសម្លេងរត់របស់វាអាចត្រូវបានធ្វើឲ្យសកម្មជាង90ជឿថាវានឹងកើតឡើងនៅថ្ងៃស្អែកការកាត់ក្តីនឹងមិនសន្តិភាពទេ